ច្រូតស្រូវដាល់អំបុកអកអំបុកសំពះព្រះខែគោរពជំរាបសួរក៏សួស្តីកាន់ទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទវុធីសំណុំអារម្មណ៍ពុកម៉ែបងប្អូនរីករាយមកទស្សនាសកម្មភាពកម្មវិធីច្រូតស្រូវដាល់អំបុកអកអំបុកសំពះព្រះខែរំលឹកវិញអនុស្សាវរីយ៍ប្រពៃណីខ្មែរគេពីដូនតាឲ្យកូនចៅជំនាន់ក្រោយបានដឹងបានឃើញដូចជាខ្ញុំដូចជាបងប្អូនជំនាន់ក្រោយបានឃើញបាទឥឡូវកុំឲ្យខាតពេលវេលាយូរខ្ញុំក៏សូមនាំអារម្មណ៍ពុកម៉ែបងប្អូនរីករាយទៅទស្សនាវីដេអូពេញទាំងអស់គ្នាបាទគោរពជំរាបសួរក៏សួស្តីកាន់ទៅដល់ពុកម៉ែបងប្អូនម្ដងទៀតថ្ងៃនេះពួកខ្ញុំធ្វើដំណើរមកពីខេត្តកពតជិះឡានមកយូរក៏មកដល់ស្ពានអ្នកលឿងហើយឃើញថាស្ពានធំវែងស្អាតមែនតើហើយនេះក៏ជាលើកដំបូងរបស់ខ្ញុំដែរដែលបានឃើញហើយក៏ជិះឡានឆ្លងនៅលើស្ពានអ្នកលឿងបានហើយក្នុងវីដេអូឃើញថាដូចជាពួកខ្ញុំធ្វើដំណើរលឿនមែនតើក៏ពិតអត់មែនទេពុកម៉ែបងប្អូនខ្ញុំខាវីដេអូឲ្យលឿនទេបាទថ្ងៃនេះធ្វើដំណើរមកមានគ្នា3នាក់មានភក្តីមានបងថែលមានខ្ញុំហើយធ្វើដំណើរមកយូរក៏មកដល់រង្វង់មូលអ្នកពាន់នៅក្នុងខេត្តស្វាយរៀងហើយការធ្វើដំណើររបស់ពួកខ្ញុំគឺបើកឡានបដាមើលផែនទីបដាពួកខ្ញុំក៏ជាលើកដំបូងដែរដែលមកខេត្តស្វាយរៀងនេះបើកឡានមកយូរឥឡូវក៏មកដល់ផ្ទះពុកម៉ែបងពាក់មីហើយឃើញថាយប់ជ្រៅហើយដែរម៉ោង10ជាងបាន10ហើយតែមិនទាន់សម្រាប់ទៅពុកម៉ែបងប្អូនមកដល់ភក្តីក៏នាំបងពាក់មីដកបាល់ទាំងយប់បាទខាងនេះភក្តី2នាក់បាទហើយបងពាក់មីគាត់ក៏មិនចៅដែរបាទហើយភក្តីខាងនេះវិញបាទក្រាបផងលូនផង2នាក់ទល់នឹងមួយតែអត់ឈ្នះគាត់ទេបាទឃើញគាត់ម្នាក់ឯងចឹងទេអញ្ចឹងបានគាត់អត់ខ្លាចភក្តីគាត់តែងតែប្រាប់ថាឯងដកមិនឈ្នះឯងទេដកមិនឈ្នះឯងទេការពិតដកអត់ឈ្នះមែនហើយលើឃើញថាម៉ោងក្បែរ2:10ហើយខ្ញុំក៏រត់ទៅគេងមុនពួកគាត់នៅបន្តលេងដល់ម៉ោង2ទៀតបាទអរុនសួស្តីពុកម៉ែបងប្អូនព្រឹកពហិមកក្រោកមកមើលថ្ងៃរះឃើញថាអារម្មណ៍ស្រស់ស្រាយមែនតែនស្ងាត់ឈឹងមិនដឹងថាភក្តីទៅណាការពិតមកសងំគប់ត្រីសោះពុកម៉ែបងប្អូនឲ្យពីព្រឹកពហិមឮទៅថាត្រីខំតែអត់ឃើញត្រីទេបាទមកដល់នេះបងគាត់កំពុងតែឈរសុភាស្មាត់បាទស្មាត់តែស្មាត់អំបិលទេថ្ងៃនេះបាទមកនេះមើលទៅទេសភាពស្អាតថ្ងៃរះឡើងមកឲ្យឃើញចុងស្រូវហបស្រូវទុំរួចពីមើលស្មាត់យើងមកពីបបកត្រីមិនបានត្រីខ្ញុំក៏ទៅផ្សារជាមួយនឹងបងគ្រឿនទៅទិញថែមពោះជ្រូកនិងមាន់បាទទិញមាន់រួចព្រុកប្រាច់នឹងអ៊ំស្រីពី3ម៉ាត់ហើយក៏វិលត្រឡប់មកដល់ផ្ទះវិញហើយបាទមកដល់នេះពួកខ្ញុំក៏ជួយគ្នាលើកជញ្ជូនទឹកនិងភេសជ្ជៈរៀបឡើងឡានធ្វើដំណើរទៅកន្លែងពុកម៉ែបងប្អូនដែលគាត់កំពុងតែច្រូតទៅតាមក្រោយបាទលើកជញ្ជូនមួយផ្លែតក៏ឥឡូវរួចរាល់ហើយពួកខ្ញុំក៏នាំគ្នារៀបចំឡើងឡានបាទហើយធ្វើដំណើរតាមផ្លូវឃើញថាសប្បាយមែនតើពុកម៉ែបងប្អូនហើយអង្គុយពីក្រោយនេះឡងលហើយមុខវឹងធ្វើដំណើរមកផ្លែតក៏មកដល់កន្លែងស្រែដែលពុកម៉ែបងប្អូនគាត់កំពុងតែច្រូតពួកខ្ញុំក៏នាំគ្នាចុះពីឡានឃើញថាមានពុកម៉ែបងប្អូនអ្នកភូមិយើងច្រើនមែនតើមកចូលរួមបាទជួយច្រូតហើយមើលទៅវាស្រែគឺប្រហែលជាមហាត់ជាងដែលច្រូតកន្លងពេលប្រហែលជា1ម៉ោងក៏ច្រូតរួចហើយក៏មានការចូលរួមរបស់ពូសមត្ថកិច្ចជួយរៀបចំផ្លូវកុំឲ្យស្ទះចរាចរណ៍បាទហើយបងភេងនេះចាំរែកគេងឯនេះបាទហើយខ្ញុំនិយាយរួមទៅសប្បាយមែនតើពុកម៉ែបងប្អូនដែលបានមកអញ្ចេះមកដល់នេះក៏រៀបចំជួយពូរៀបកដាប់ដាក់ឡើងម៉ូតូដើម្បីដប់ទៅអីកន្លែងកម្មវិធីបាទឃើញថាចែមិញពួកគាត់ច្រូតស្ទាត់មែនតើបាទហើយខ្ញុំនេះមិនបានច្រូតទេអត់ចេះច្រូតបានតែយកទឹកដែលចែកឲ្យពួកគាត់ហើយក៏មកផ្លែតក៏កាន់កាទៀវមករៀនច្រូតដែរមានអីបាទច្រូតការដែលខ្ញុំធ្លាប់ច្រូតតែពីក្មេងដល់ធំឡើងយូរហើយដែលច្រូតបាទបើនិយាយពីវិញបាទគឺស្ទាត់ជំនាញមែនតើច្រូតកាត់ចុងកដាប់ក៏លឿនហើយប្រូនេះមិនដឹងផ្លុំអីទេនេះបាទហើយនេះគឺជាទូកតង់ដែលយើងអូសស្រូវកុំឲ្យទៅទឹកពុកម៉ែបងប្អូនហើយគាត់សប្បាយមែនតើបាទដែលបានច្រូតដាច់មុខលឿនជាងគេបាទហើយកន្លែងនេះស្រីគាត់កំពុងតែច្រូតក៏របូតចិញ្ចៀន 5G ពីដៃជ្រុះទៅក្នុងទឹកពុកម៉ែបងប្អូនហើយអាណិតគាត់មែនតើចង់ថាចុះទៅជួយរាវតែគាត់ថាអត់អីទេទូគាត់រាវបដាពួកអីបើយើងចុះទៅរាវខ្លាំងពេកនឹងវាអាចនឹងខ្ទាតចិញ្ចៀនឆ្ងាយពីកន្លែងដែលជ្រុះនឹងបាទបកងក៏ចាប់នេះក៏ចាប់ត្រូវក៏ជ្រៅដាក់បរេកបាទបាទឥឡូវច្រូតរួចរាល់ហើយពុកម៉ែបងប្អូនក៏ធ្វើដំណើរទៅផ្ទះវិញហើយបងពាក់មីគាត់មានអំណោយតិចតួចជូនទៅដល់ពុកម៉ែបងប្អូនមានដូចជាសាប៊ូភេសជ្ជៈប្រេងសណ្ដែកបាទជូនទៅដល់ពុកម៉ែបងប្អូនហើយនេះបងហោលពេលនេះទៅមកដល់បាទហើយបងហោលបងហន់យកឲ្យមកច្រូតដេកលេងអូគេហើយហ្នឹង
một đo còi kia tới bà tại bà nằm nôi cho anh chỉ kia khơi tới còn sờ chật men tàn bà đã lần cô pin nơ lơ đam truông bà hay thưa từ nào tị tịa tới vinh ឥឡូវរួចរាល់អស់ពួកខ្ញុំក៏រៀបចំនាំគ្នាឡើងឡានរៀបចំធ្វើដំណើរទៅវិញបាទហើយសប្បាយចិត្តមែនតើម្នាក់គឺញឹមរហូតទាំងខ្ញុំទាំងបងនិយាយរួមទៅអ្នកណាក៏សប្បាយចិត្តនៅក្នុងកម្មវិធីនេះដែរបាទហើយជិះឡានមួយផ្លែតក៏មកដល់ផ្ទះវិញហើយបាទមកដល់កន្លែងកម្មវិធីក៏មានរៀបចំដាក់តាំងដូចជាត្បាល់កិនពីចំនួនដើមបាទហើយមានដូចជាកង់ដូចជាទ្រុងដូចជាទ្រូមានរត់មានឆ្អេមានល្អី គ្រប់ប្រដាប់ដាសម្ភារៈដែលពីដូនតាក៏ធ្លាប់ប្រើបន្សល់ទុកឲ្យកូនចៅចំនួនក្រោយបានឃើញបានដឹងហើយរបស់មួយចំនួនខ្លះក៏ខ្ញុំមិនដឹងហៅតែឈ្មោះយ៉ាងម៉េចដែលមានដូចជាសង្ក្រែកមានរំកល់រនាស់របស់នឹងខ្ញុំអាចដឹងខ្លះបាទហើយក្រៅពីនឹងខ្ញុំអត់សូវបានដឹងច្រើនទេសំបីតែឃើញក៏ខ្ញុំមិនសូវជាដែលបានឃើញដែរពុកម៉ែបងប្អូនហើយងាកមកខាងនេះវិញក៏បានរៀបចំរួចរាល់ហើយកន្លែងបុកស្រូវបាទពុកម៉ែបងប្អូនហើយត្បាល់អណ្រែក៏បានរៀបចំជាជួរបាទរៀបចំជាជួររួចរាល់ហើយដែរបាទហើយងាកមកខាងនេះក៏មានឆ្នាំងដីជាច្រើននៅបាទចំក្រានឆ្នាំងដីដើម្បីលីងស្រូវដើម្បីយកទៅបុកនៅយប់នេះបាទហើយខាងនេះវិញក៏មានកន្លែងបងគាត់ឆុងកាហ្វេមានដូចជាហ្វេជាឲ្យញ៉ាំអត់អស់លុយទេបាទហើយខ្ញុំដើរចុះដល់ឡើងមកយូរទៅដឹងតែឃ្លានបាយឥឡូវបងគាត់មកដល់ក៏ជុំគ្នាហូបបាយជាមួយគាត់ហូបបាយរួចក៏អង្គុយមើលទូទស្សន៍បាទហ្នឹងហើយនឹងមើលតែអញ្ចឹងណាអូប៉ោះនៅនោះបាទហើយនិយាយលេងកំ pl ែងតិចទេជាស្រ័យពុកម៉ែបងប្អូនបាទមើលបងប្អូនជុំគ្នាលេងបាល់រួចឥឡូវខ្ញុំក៏រៀបចំមកសួរសភាបងគ្រឿនពីកម្មវិធីបាទពីអីបងកម្មវិធីនេះបើបងអត់ច្បាស់បងនេះយល់ថាកម្មវិធីដល់បំបុករំលឹកអនុស្សាវរីយ៍ដល់បំបុកនៅក្នុងតំបន់ទឹកដីនៃខេត្តស្វាយរៀងភូមិកំពង់អន្ទេសភូមិប្រពែតស្រុកស្វាយទៀកខេត្តស្វាយរៀងយើងរំលឹកពីមុនហើយក្មេងៗឃើញដល់ខែដល់បំបុកគឺឃើញចាស់ក៏ដល់បំបុកឲ្យក្មេងជុំកុំកន្លោះអញ្ចឹងណាដល់បំបុកទៅពេលមួយរយៈពេលហើយជា10ឆ្នាំនេះអត់សូវឃើញដល់បំបុកទេអញ្ចឹងបានយើងរំលឹកឃើញឲ្យដល់បំបុកខែអ៊ំទុកទៅហើយបងប្អូនជួបជុំគ្នាយើងដល់បំបុកទៅយើងហៅបំបុកឲ្យជួបគ្នាទៅវាត្រូវអាខែអ៊ំទុកទៅអាខែដល់បំបុកក្រោយអញ្ចឹងណាបានអញ្ចឹងកម្មវិធីជាស្ដែងមិនយ៉ាងណាក៏គាត់ថាគេដល់បំបុកមិនទេបាទមានក្បាលមានតែដល់មិនទៅរែងមិនអ៊ំមិនអាចចេញជាបំបុកដើម្បីយើងធ្វើអញ្ចឹងទៅហើយយើងឲ្យក្មេងៗទៅមើលសប្បាយអស់គ្នាបាទបុណ្យអុំទូកយើងធ្វើកម្មវិធីរំលឹកបាទអនុស្សាវរីយ៍ប្រពៃណីខ្មែរពីបុរាណការដល់បំបុកបាទអរគុណបាទហើយអរគុណបងគ្រឿនអរគុណគាត់ច្រើនមែនតើបាទឥឡូវខ្ញុំក៏មកទិញវើកជាមួយនឹងបងប្អូនឃើញពួកគាត់ទិញបានស្លឹកឆ្នោតសងសំណាងខ្ញុំក៏ទិញ2កំប៉ុងដែរបាន2ស្លឹកឆ្នោតហើយមានរង្វាន់ធំរហូតទៅដល់ឈ្នះបានគោយន្តមួយគ្រឿងបាទហើយឥឡូវកម្មវិធីចាប់ផ្ដើមអ៊ំព្រមស្រីគាត់ក៏យកកបីមកបញ្ជាន់ស្រូវបាទបញ្ជាន់ទៅបញ្ជាន់មកបញ្ជាន់យូរមែនតែនតម្រាំទៅនឹងក្របស្រូវនឹងវាធ្លាក់ចេញបាទហើយនេះការពុកម៉ែបងប្អូនគាត់មកទស្សនាមកចូលរួមច្រើនមែនតែនបាទរួចពីកបីបញ្ជាន់ស្រូវរួចឥឡូវយើងក៏យកក្របស្រូវមកចាប់ផ្ដើមដាក់នៅចូលនៅក្នុងឆ្នាំងដីបាទយើងចាប់ផ្ដើមលីងគោទៅគោមកឥឡូវគាត់ចាប់បានទី1បាទបានទី1បានចាប់ផ្ដើមបុកហើយបាទបុកគ្នាខ្វល់សបាយហោមួយមកបាទតោះយើងសម្រាប់15នាទីបាទលេងហើយលេងបាទបុកតហើយក្មេងៗទួយទុកហូបមិនអស់ចាំយើងវិញទៅផ្ទះយើងទុកចាយយីតានៅផ្ទះបើថាហូបអស់បាទអស់ទៅបាទហូបបាទអត់ចេះមានចំនួនអត់ចេះមានគេថាបាទរឿងអាស្រូវអីនឹងអ្នកភូមិមួយគ្នាទេបាទនឹងយើងរំលឹកអញ្ចឹងដើម្បីមានអនុស្សាវរីយ៍ហើយបងប្អូនលេខក្មេងៗមកមើលលេងឲ្យស្រួលតែណាមិនដឹងមិនយល់សួរចាស់សួរតាសួរយាយអ្នកណាយល់អ្នកណាមិនយល់សួរគេកុំចេះនឹងឈ្ងោកលេងឆ្លុកជាប្រទេសខ្មែរនៅតាមបណ្ដាក្រៅប្រទេសបានឃើញថាអ្នកខេត្តស្វាយរៀងយើងអ្នកធំប្រពែតបាទធំព្រៃក្អីបាទចំពោះបសោតនេះគឺមានកម្មវិធីជួបជុំសប្បាយក្នុងដែលក្រោមវិធានបទស្នាមញញឹមអ្នកភូមិខ្ញុំអញ្ចឹងពឹងទៅលើផ្នែកបោកពាក់មីមួយមិនទលំទលាយដោយបងទីយើងបាទគាត់ពីមុនគាត់ធ្វើអីដើម្បីឲ្យចៅហូបបានដឹងបានស្វែងយល់បើក្មួយចង់ធ្វើក៏ធ្វើបើក្មួយមិនចង់ធ្វើក្មួយកាន់ជាម៉ាស៊ីនកាន់ជាបាទឧបករណ៍សម្ភារៈគ្រឿងយន្តក៏តាម
បាទហើយឃើញថាពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានមកចូលរួមអ្នកណាក៏សប្បាយចិត្តខ្លាំងដែរបាទទាំងខ្ញុំទាំងគេអ្នកបុកក៏បុកអ្នកណាអ៊ំក៏អ៊ំបាទសប្បាយចិត្តមែនតើបាទថ្ងៃនេះធ្លាប់តែទៅវត្តធ្លាប់តែទិញបុកហូបហើយទៅវត្តបុណ្យទានទៅអកអំបុកសំពះព្រះខែតែមិនដែលបានឃើញបានដឹងច្បាស់ដូចថ្ងៃនេះទេសប្បាយចិត្តខ្លាំងដែលបានមកឃើញបានមកទស្សនាបានដឹងពីប្រពៃណីខ្មែរពីដូនតាយើងបន្សល់ទុកមកបានដល់ខ្ញុំបានឃើញហើយក៏ដូចជាបងប្អូនអ្នកជំនាន់ក្រោយដូចគ្នាហើយក៏វីដេអូនេះខ្ញុំពិសេសក៏ចង់បង្ហាញទៅដល់ពុកម៉ែបងប្អូនដែលនៅខ្មែរក្រមដូចខ្ញុំបានឃើញបានដឹងកុំឲ្យភ្លេចពីអនុស្សាវរីយ៍គេពីដូនតាយើងបន្សល់ទុកមកនៃប្រពៃណីខ្មែរហើយក៏សង្ឃឹមថាពុកម៉ែបងប្អូនហើយនិងអ្នកជំនាន់ក្រោយដូចជាពួកខ្ញុំយ៉ាងខំរក្សាទុកកុំឲ្យភ្លេចឲ្យចងចាំរហូតរក្សាតទៅដល់កូនចៅជំនាន់ក្រោយនៃប្រពៃណីខ្មែរយើង បាទហើយងាកមកមើលបងប្អូនអ្នកបោកអ្នកបែនក៏មិនមែនធម្មតាដែរបាទបោកឡើងបាច់គ្រាប់ស្រូវមើលទៅដូចកំជ្រួចហើយស្រុះគ្នាជន់មែនតើនេះបែនបាទខ្ញុំចេះតែច្រឡំមកបែនស្រូវមើលទៅស្រុះគ្នាមែនតើគៀកស្មាគ្នាបែនហើយអ្នកថតក៏ថតឥឡូវក៏ចាប់ផ្ដើមដល់កម្មវិធីរួចរាល់ឥឡូវក៏ឈានមកដល់ប្រឡងជំនាញតែដោយសារយើងចប់កម្មវិធីចម្រៀងយើងមានការចាត់គណៈកម្មការរបស់យើងមាន5នាក់មានភក្តី2នាក់ជួយបងសុភេងបងណាក់ដាន់ជើងជាមួយនឹងបងពាក់មីបាទហើយអ្នកឡើងច្រៀងក៏មាន6នាក់បាទហើយសលេងអ្នកណាក៏ព្រោះដែរម្នាក់ព្រោះមួយយ៉ាងឃើញបងគាត់ក្លាហានឡើងប្រឡងច្រៀងខ្ញុំក៏ចង់ឡើងដែរតែចិត្តមិនដាច់ទេមិនហ៊ានឡើងព្រោះតែអៀនបាទខ្ញុំអៀននឹងកាមេរ៉ាមួយហើយនឹងអៀននឹងមនុស្សច្រើនហើយក៏ពិតខ្លួនឯងច្រៀងអត់កើតផងឃើញថាបងប្រុសឡើងច្រៀងដំបូងគេគឺមានសលេងព្រោះមែនតែខ្ញុំអត់អាចចាក់សលេងបានទេព្រោះចាប់សលេងយើងអាចចាក់សលេងបើកសលេង Facebook វាអាចចាប់សលេងបាទហើយខាងគណៈកម្មការរបស់យើងក៏បានថវិកាតិចតួចដោយការឧបត្ថម្ភក្នុងពេលដែលអង្គុយយូរសិតរោមពេញអង្គុយបោះសัตว์បាទហើយឥឡូវវីដេអូរបស់ខ្ញុំក៏ចប់ត្រឹមនេះអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាដ៏មានតម្លៃមកទស្សនាវីដេអូខ្ញុំបានបាយបាយពុកម៉ែបងប្អូនជួបគ្នានៅវីដេអូក្រោយទាំងអស់គ្នា